ក្រឡេកមកមើលអ្នកភូមិនៅទីជនបទមួយពួកគេបានរស់នៅដោយប្រកបរបរដាំដំណាំផ្សេងៗមានដូចជាស្ពៃហើយនិងដាំដំណាំដែលហូបផ្លែបានជារៀងរាល់ថ្ងៃពួកគេតែងតែទៅដងទឹកនៅខាងក្រោយផ្ទះរបស់ពួកគេដើម្បីយកមកស្រោចដំណាំរបស់គាត់ពេលដែលគាត់បានស្រោចដំណាំរួចរាល់ហើយគាត់ក៏បានជិះទូកទៅរាយមកនៅក្នុងបឹងដែលស្ថិតនៅខាងក្រោយផ្ទះរបស់គាត់ជារៀងរាល់ថ្ងៃហើយគាត់ក៏បានរស់នៅយ៉ាងសុខស្រួលជាមួយនឹងក្រុមគ្រួសាររបស់គាត់ហើយនៅថ្ងៃមួយប្រពន្ធរបស់គាត់ក៏បានទៅដងទឹកនៅខាងក្រោយផ្ទះរបស់គាត់ដើម្បីយកមកស្រោចដំណាំរបស់គាត់ជារៀងរាល់ថ្ងៃហើយគាត់ក៏បានប្រទះឃើញអ្វីមួយនៅក្នុងទឹកនោះហើយគាត់ក៏មានការភ័យជាខ្លាំងហើយក៏បានហៅប្តីរបស់គាត់មកមើលហើយភ្លាមនោះដែរក៏អ្នកភូមិក៏បានមកមើលស្រាប់តែឃើញអ្នកភូមិដេកស្លាប់នៅក្នុងទឹកធ្វើឲ្យអ្នកភូមិមានការភ័យតក់ស្លុតជាខ្លាំងមិនដឹងថាគាត់ស្លាប់ដោយមូលហេតុអ្វីដោយក្រឡេកទៅមើលជើងរបស់គេវិញដូចជាជាប់ទៅនឹងអ្វីម្យ៉ាងហើយឥឡូវនឹងអ្នកភូមិក៏បានយកសាកសពរបស់គេទៅធ្វើបុណ្យតាមប្រពៃណីនៅពេលដែលពួកគេបានធ្វើបុណ្យចាប់សពគ្រប់ហើយពួកគេក៏បានជួបជុំគ្នាពិភាក្សាដើម្បីយករកដំណោះស្រាយថាពួកគេស្លាប់ដោយសារអ្វីទើបបានជាអ្នកភូមិស្លាប់ជាបន្តបន្ទាប់បែបនេះនៅថ្ងៃមួយមានមនុស្សស្រីម្នាក់បានឈរនៅមាត់បឹងក្រោយផ្ទះរបស់អេលិចហើយស្រាប់តែពេលនោះដែរក៏មានបុរសម្នាក់ដេកស្លាប់នៅក្នុងទឹកនោះហើយធ្វើឲ្យអ្នកភូមិដែលរស់នៅទីនោះធ្វើឲ្យមានការតក់ស្លុតជាខ្លាំងដោយមានមនុស្សស្លាប់ជាបន្តបន្ទាប់នៅក្នុងបឹងនោះហើយលោកតាគាត់ក៏មានសន្និដ្ឋានថាមិនឲ្យអ្នកភូមិចុះទៅដងទឹកនៅទីនោះនៅពេលយប់ឡើយព្រោះមានវិញ្ញាណដ៏កាចសាហាវដែលរស់នៅក្នុងទឹកនោះពេលលើលួងតាមានសង្ឃនិកាបែបនេះអេលិចក៏បាននិយាយថាខ្ញុំនឹងចាត់ការរឿងនេះដោយខ្លួនឯងដើម្បីឲ្យអ្នកភូមិរបស់ខ្ញុំរស់នៅកុំឲ្យមានការភ័យខ្លាចជាបន្តទៀតអេលិចនិងមិត្តភ័ក្តិរបស់គេបានទៅរកគ្រូចាប់ខ្មោចលុះអេលិចនិងមិត្តភ័ក្តិរបស់គេបានរកគ្រូចាប់ខ្មោចបានហើយថ្ងៃបន្ទាប់មកអេលិចក៏បានដាំដំណាំរបស់គេជាធម្មតានៅពេលយប់អេលិចក៏បានដើរទៅបន្ទប់ទឹកដែលនៅខាងក្រោយផ្ទះរបស់គេក៏ស្រាប់តែបានឃើញនារីម្នាក់ដែលឈរនៅមាត់បឹងខាងក្រោយផ្ទះរបស់គេនោះហើយដោយក៏លេចទៅមើលនារីម្នាក់នោះវិញគេមានរាងកាយខ្ពស់ហើយនឹងមានសក់វែងអេលិចមានការឆ្ងល់ជាខ្លាំងហើយគេក៏ដើរមកជិតនារីម្នាក់នោះស្រាប់តែគេដើរមកដល់ភ្លាមគេក៏ឃើញនារីម្នាក់នោះមិនមែនជាមនុស្សទេគឺជាខ្មោចដែលពោពេញទៅដោយឈាមនៅលើមុខរបស់គេអេលិចនៅស្ងៀមហើយនិយាយអ្វីមិនចេញឡើយខ្មោចនោះក៏បាននិយាយថាឯងចង់ស្លាប់មែនទេហេតុអ្វីបានជាឯងទៅរកគ្រូដើម្បីកម្ចាត់យើងនឹងសម្លាប់ឯងហើយនឹងសម្លាប់អ្នកភូមិនៅទីនេះទាំងអស់ខ្មោចនោះនិយាយចប់ហើយក៏បានលោតទឹកទៅបាត់ទៅឯអេលិចវិញក៏បានរត់មកផ្ទះរបស់គេយ៉ាងលឿនព្រឹកឡើងគ្រូចាប់ខ្មោចនោះក៏មកដល់ផ្ទះរបស់អេលិចហើយអេលិចក៏បានរៀបរាប់អំពីខ្មោចដែលបាននិយាយប្រាប់គេកាលពីយប់មិញប្រាប់ទៅដល់លោកគ្រូនៅពេលប្រាប់លោកគ្រូរួចរាល់ហើយពួកគេក៏បានជិះទូកទៅក្នុងបឹងនោះហើយនៅពេលនោះដែរលោកគ្រូក៏បានសូត្រមន្តបញ្ចូលទៅនឹងអដ្ឋានរបស់គាត់ហើយគាត់ក៏បានទម្លាក់អដ្ឋាននោះចូលទៅក្នុងទឹកហើយអ្នកភូមិក៏បានមកមើលនៅទីនោះដែរគ្រូម្នាក់នោះក៏បានយកជើងរបស់គាត់ទាំងពីរដាក់ទៅក្នុងទឹកនោះតែមិនឃើញមានប្រតិកម្មអ្វីសោះស្រាប់តែមួយសន្ទុះក្រោយមកខ្មោចស្រីម្នាក់នោះក៏បានទាញជើងរបស់គាត់ធ្លាក់ចូលទៅក្នុងទឹកហើយក៏ស្លាប់នៅទីនោះបាត់ទៅហើយគ្មាននរណាធ្វើអ្វីខ្មោចនោះមិនបានទេហើយថ្ងៃមួយអេលិចនិងប្រពន្ធរបស់គេបានស្រោចដំណាំនៅខាងមុខផ្ទះរបស់គេហើយប្រពន្ធរបស់គេឈ្មោះសាយផនក៏បានចុះទៅដងទឹកនៅក្នុងកន្លែងនោះភ្លាមនោះខ្មោចស្រីក៏បានចេញមកចាប់ជើងសាយផនហើយធ្វើឲ្យសាយផនស្រែកជាខ្លាំងហើយប្តីរបស់គេមិនអាចធ្វើអ្វីខ្មោចនោះបានគេក៏ជិះអូបបដេញតាមនៅតែមិនរកប្រពន្ធរបស់គេឃើញទេគេក៏សម្រេចចិត្តមកជួបលួងតាដោយគេបានរៀបរាប់ប្រាប់ពីដំណើរតាមតងដែលខ្មោចស្រីម្នាក់នោះបានចាប់ប្រពន្ធរបស់គេហើយលួងតាគាត់ក៏បានមកធ្វើពិធីដើម្បីកម្ចាត់ខ្មោចនោះចេញពីក្នុងទឹកនោះព្រះអង្គក៏បានឲ្យអេលិចកាន់អំបោះសីមា
ដាក់ទៅក្នុងទឹកហើយដើម្បីបញ្ឆោតឲ្យខ្មោចស្រីម្នាក់នោះចេញមកដើម្បីចាប់ហើយមួយសន្ទុះក្រោយមកអំបោះសេមាក៏បានពន្លឺឡើងពេលនោះអេលិចក៏បានទាញអំបោះនោះឡើងមកលើស្រាប់តែខ្មោចស្រីនោះក៏បានជាប់ទៅក្នុងអំបោះសេមានោះក៏អេលិចក៏ទាញដាក់មកលើទូកហើយព្រះអង្គក៏មានសង្ឃដីកាថាចាប់ឡើងចាប់យកអំបោះសេមារុំខ្លួនវាភ្លាមអេលិចក៏បានយកអំបោះសេមារុំទៅលើខ្លួនខ្មោចស្រីម្នាក់នោះគេក៏បានទាញកូនកបិតយកមកចាក់ខ្មោចស្រីម្នាក់នោះធ្វើឲ្យខ្មោចស្រីម្នាក់នោះមានការឈឺចុកចាប់ជាខ្លាំងហើយគេក៏បានយកជើងរបស់គេធាក់ខ្មោចស្រីម្នាក់នោះធ្លាក់ទឹកបាត់ទៅរឿងនេះក៏ចប់តែត្រឹមហ្នឹងបើបងប្អូនចូលចិត្តនៅវីដេអូនេះសូមជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតនៅក្នុងដែរសូមអរគុណ